បាទខណៈពេលនេះគឺវេលាម៉ោង7ជាងហើយបាទដល់ពេលដែលយើងត្រូវដាក់ចំណីកូនបង្កងហើយអញ្ចឹងអញ្ជើញបងប្អូនទស្សនាសកម្មភាពកូនបង្កងយើងស៊ីចំណីទាំងអស់គ្នាបងប្អូនហើយចំណីថ្ងៃនេះ គឺប្លែកបាទគឺយើងដាក់នំបញ្ចុកឲ្យស៊ីអញ្ចឹងកូនបង្កងមិនថាកូនបង្កងទើបតែញាស់ឬក៏បង្កងធំឲ្យបាពូជទេបាទមិនថាបាយឬក៏នំបញ្ចុកស្រូវអីហ្នឹងគឺវាស៊ីបានដូចគ្នាបងប្អូនហើយណាមួយនេះគឺជាចំណីធម្មជាតិផងបាទវាចូលចិត្តស៊ីដូចគ្នាប៉ុន្តែសម្រាប់បង្កងគឺវាស៊ីចំណីតិចអញ្ចឹងបើសិនជាបងប្អូនចង់ដាក់បាយឬក៏ចង់ដាក់នំបញ្ចុកអីឲ្យវាស៊ីបងប្អូនដាក់តិចមើលថាវាស៊ីអស់ចាំយើងដាក់ថែមណាកុំដាក់ច្រើនដោយថាកូនបង្កងវាស៊ីតិចមែនតើបាទហើយប្រភេទបាយឬក៏នំបញ្ចុកអីហ្នឹងគឺបើយើងដាក់សល់ទៅវាធ្វើឲ្យខូចទឹកវាជូរទឹកបាទអញ្ចឹងវាស៊ីបានដែរតែយើងដាក់តិចដោយសារសត្វនេះវាស៊ីតិចហើយសម្រាប់នំបញ្ចុកសរសៃវែងយើងកាត់វារាងខ្លីៗទៅស្រួលវាចាប់យកធ្វើជាចំណីកុំឲ្យវាបន្ទិញបន្ទង់គ្នាណាបាទបងប្អូនឃើញបកងចាប់តដើមចំណីបាទតាគៀបវាគឺបន្ទិញបន្ទង់គ្នាល្អមើលមែនតើហើយសម្រាប់ចំណីបកងវាមានច្រើនបងប្អូនណាបាទដូចជាសរាយជូរនេះក៏ជាចំណីបកងផងចំណីខ្យងផងហើយក្នុងអាងនេះគឺយើងបានពីរមុខបាទបានទាំងបកងបានទាំងខ្យងហើយសម្រាប់ពេលនេះកូនបង្កងយើងនេះយើងមានຂະຫນាតចាប់ពី3ទៅ5 cm ហើយនឹងຂະຫນាតចន្លោះពី5ទៅ8 cm តាមតម្រូវការបងប្អូនកំងយកទៅធ្វើពូជណាហើយបងប្អូនចង់បានមេបាពូជយកទៅបង្កាត់ខ្លួនឯងក៏បានដែរបាទយើងមានតាមតម្រូវការមិនថាកូនឬក៏មេបាពូជធំទេបាទហើយសម្រាប់បច្ចេកទេសចិញ្ចឹមក៏យើងប្រឹក្សាជូនហើយត្រឡប់មួយវិញទៀតបងប្អូនបាទចំណីបកងដូចខ្ញុំនិយាយដែរអញ្ចឹងគឺមានច្រើនណាបងប្អូនមិនបាច់ចាំឲ្យស៊ីទៅចំណីសម្រាប់យើងចំណាយលុយអីទេបាទយើងឲ្យស៊ីតែចំណីធម្មជាតិចេះក៏បានដែរបើសិនយើងចង់ចិញ្ចឹមតិចតួចទុកហូបទុកអីខ្លួនឯងណាបាទចឹងសត្វនេះវាអត់ប្រវាក់ចិញ្ចឹមទេវាស៊ីចំណីតិចតែក៏អាស្រ័យទៅលើបងប្អូនមានបច្ចេកទេសដែរបាទហើយសម្រាប់បច្ចេកទេសគឺយើងប្រឹក្សាជូនរាល់ពេលដែលបងប្អូនយកពូជទៅសម្រាប់កូនបកងបងប្អូនចង់ចិញ្ចឹមដោយមិនបាច់ប្រើខ្យល់អុកស៊ីហ្សែនក៏ចិញ្ចឹមបានដូចគ្នាដែរបាទមិនចាំបាច់ប្រើខ្យល់អុកស៊ីហ្សែនដូចខ្ញុំទេបាទ